យន្តហោះដែលបាត់ខ្លួនអស់រយៈពេល35ឆ្នាំហើយត្រឡប់មកវិញជាមួយនឹងអាចកំបាំងរឿងនេះជារឿងចម្លែកមួយដែលគ្រប់គ្នាចង់ដឹងតើហេតុអ្វីបានយន្តហោះ Fly 914បានបាត់ដំណឹងហើយ35ឆ្នាំក្រោយក៏វាត្រឡប់មកវិញនៅថ្ងៃទី2ខែមីនាឆ្នាំ1955យន្តហោះមួយឈ្មោះថា Fly 914បានចេញដំណើរពីញូវយ៉កហោះឆ្ពោះទៅកាន់មីមីមានអ្នកដំណើរចំនួន57នាក់និងសមាជិកនាវិកចំនួន6នាក់តែបន្ទាប់ពីចេញដំណើរបានប៉ុន្មានម៉ោងយន្តហោះនោះបានបាត់សញ្ញាពីរ៉ាដាដូចជាមានអ្វីមួយបានទាញវាចេញពីពិភពលោកនេះទៅបន្ទាប់មកក៏មានក្រុមអ្នកស្រាវជ្រាវជាច្រើនអ្នកបានស្វែងរកជាច្រើនសប្តាហ៍តែគ្មានសញ្ញាឬសំណល់យន្តហោះនោះទេយន្តហោះនិងអ្នកដំណើរទាំងអស់ត្រូវបានចាត់ទុកថាបានបាត់ខ្លួនជារឿងអាថ៌កំបាំងមួយនៅក្នុងប្រវត្តិសាស្ត្រប៉ុន្តែបន្ទាប់មកនៅថ្ងៃទី8ខែមីនាឆ្នាំ1990នៅប្រទេសវេណេស៊ុយអេឡាអ្នកដែលធ្វើការត្រួតពិនិត្យនៅប្រលានយន្តហោះដែលកំពុងធ្វើការតាមដានអំពីជើងយន្តហោះដែលហោះហើរចេញចូលនៅខណៈពេលនោះក៏មានយន្តហោះមួយបានលេចឡើងនៅលើរ៉ាដាដោយមិនមានបញ្ជីចុះឈ្មោះការចុះចតយន្តហោះនោះទេសំឡេងវិទ្យុបានពន្លឺឡើងថានេះជាយន្តហោះ Fly 914ពីញូវយ៉កទៅកាន់មីនីសូមជួយណែនាំការចុះចតអ្នកដែលគ្រប់គ្រងយន្តហោះការហោះនិងចុះចតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនៅយន្តហោះនោះត្រូវជាមួយនឹងយន្តហោះដែលបានបាត់ទៅ35ឆ្នាំមុនពេលយន្តហោះចុះចតគេបានពិនិត្យថាវាមានលក្ខណៈបុរាណជាច្រើនកន្លែងអ្នកបើកយន្តហោះបានហៅក្រុមជួយសង្គ្រោះហើយអ្នកបើកយន្តហោះក៏សួរថាតើពួកយើងមកដល់មីនីហើយឬហើយគេក៏សួរបន្តថាតើថ្ងៃនេះជាថ្ងៃទីប៉ុន្មានហើយពេលបុគ្គលិកឆ្លើយថាឆ្នាំ1990អ្នកបើកយន្តហោះនិងអ្នកដំណើរមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះពួកគេគិតថាវានៅតែជាឆ្នាំ1955បន្ទាប់មកយន្តហោះនោះក៏បានហោះចេញវិញយ៉ាងឆាប់រហ័សហើយក៏មិនឲ្យអ្នកណាចូលទៅពិនិត្យឡើយពេលនោះសំណល់ឯកសារត្រូវបានក្រុមអាជ្ញាធរបានចាត់ថ្នាក់និងបានស្មានថាអាចជាបាតុភូតឬការបន្លំភ្នែកឬក៏ជាការឆ្លងពេលវេលារហូតមកដល់ពេលសប្តាហ៍ថ្ងៃនេះគ្មានអ្នកណាអាចបញ្ជាក់បានថា Fly 914ពិតជាបានបាត់ទៅ35ឆ្នាំនិងត្រឡប់មកវិញត្រឹមតែជារឿងបង្កើតឡើងសម្រាប់លាក់បាំងអ្វីមួយដែលធំជាងនោះហើយអ្នកខ្លះសួរថាតើយន្តហោះ Fly 914បាត់ទៅណាតើពួកគេធ្លាក់ចូលទៅក្នុងការត្រឡប់ពេលវេលាឬត្រូវបានបង្កប់ដោយអ្វីមួយក្រៅការយល់ដឹងរបស់មនុស្សតើអ្នកជឿទេថាពេលវេលាអាចបត់បែនបាន